ការវិលមកជួបគ្នាវិញនៅក្នុងកម្មវិធី MST Story Night ហើយថ្ងៃនេះខ្ញុំមានរឿងមួយថ្មីទៀតមកជម្រាបជូនជារឿងដែលធ្លាប់ចេញផ្សាយនៅលើ website maisonsothiri.com ហើយឈ្មោះថាធ្មប់ភូមិរឿងនេះនិទានអំពីយុវជនដែលទើបតែចេញបម្រើការងារនៅក្នុងតួនាទីជាប៉ូលីសហើយត្រូវចាត់តាំងឲ្យទៅបំពេញការងារនៅកន្លែងឆ្ងាយមួយជាភូមិមួយដែលនៅរៀងឆ្ងាយបន្តិចខ្មែរយើងហៅថាចុងកាត់មាត់ញោកណាហើយនៅក្នុងនោះគេនៅមានជំនឿច្រើនភូមិហ្នឹងគេជឿថានៅសល់អំបូរមនុស្សដែលរៀនវិជ្ជាធ្មប់វិជ្ជាអីហ្នឹងហើយត្រូវបានរើសអើងមែនតែននៅកន្លែងហ្នឹងបើសិនជាអ្នកភូមិរកឃើញថាគ្រួសារណាមួយចេះមន្តអាគមអូមអាមឬជាដំណរក្រោយនៃអ្នករៀនធ្មប់អីហ្នឹងគឺអាបធ្មប់អីហ្នឹងគឺអត់សុខហ្មងអញ្ចឹងរឿងនេះគឺជាបញ្ហាចម្រូងចម្រាសមួយរវាងអ្នកភូមិជាមួយនឹងសមត្ថកិច្ចដែលមានតួនាទីអប់រំឲ្យមានការយល់ដឹងអំពីវិទ្យាសាស្ត្រហើយការពារនៅការប្រើអំពើហិង្សាណាមួយទៅលើក្រុមដែលប្រជាជនសង្ស័យថាចេះវិទ្យាធ្មប់អីហ្នឹងចាំមើលថាតើប៉ូលីសរបស់យើងដោះស្រាយជាមួយបញ្ហាទាំងអស់ហ្នឹងយ៉ាងម៉េចអញ្ចឹងខ្ញុំសូមជូននៅសាច់រឿងនេះជាបន្តបន្ទាប់ដូចតទៅខ្ញុំជាប៉ូលីសម្នាក់ទើបតែរើមកនៅភូមិនេះធ្លាប់ឮគេល្បីថាមានការធ្វើមន្តអាគមអូមអាមសម្រាប់មនុស្សដោយពួកអំបូរថ្មីនៃត្រកូលអាបដែលនៅសេសសល់តគ្នាជាទាយាទយូរយារណាស់មកហើយនេះគឺជាភូមិស្រយ៉ាបជាផ្នែកមួយនៅជាយក្រុងខេត្តបន្ទាយមានជ័យមានមនុស្សរស់នៅមិនដល់50គ្រួសារផងពួកគេរវល់ជាមួយរបរស្រែចម្ការកម្រមានអ្នកមានយានយន្តសម្រាប់ជិះណាភាគច្រើនតាមផ្លូវចូលមកខ្ញុំឃើញអ្នកស្រុកជិះក្របីឬក៏រទេះគោហើយខ្លះទៀតជិះកង់ភាពក្រីក្រនៅក្នុងភូមិនេះមិនចម្លែកទេបើសិនជាយើងគិតពីរឿងដែលពួកគេជឿឥឡូវនេះខ្ញុំមកដល់ទីស្នាក់ការប៉ូលីសហើយក៏ឃើញប៉ូលីសម្នាក់រត់មករកខ្ញុំបងមកចំពេលល្អណាស់បងឈ្មោះសុផលមែនទេបាទខ្ញុំមកពីខេត្តមេមកចំថ្ងៃមានការងារធ្វើហើយឥឡូវនេះគេចាប់បានមេខ្លោងធ្មប់ម្នាក់កំពុងចង់នៅបង្គោលខ្ញុំមិនយល់ទេថាមេធ្មប់មានមុខមាត់រូបរាងដូចម្ដេចខ្ញុំក៏ឡើងជិះម៉ូតូទៅតាមប៉ូលីសដែលចង្អុលប្រាប់នោះទៅឆ្លងក្បែរជំរាលជើងភ្នំមួយឆ្ងាយពីភូមិប្រហែលជាជាង1គីឡូម៉ែត្រគេឲ្យខ្ញុំឈប់ម៉ូតូរកកន្លែងមួយនេះដែលចោមព័ទ្ធទៅដោយអ្នកស្រុកប្រហែលជា30-40នាក់ខ្ញុំរកមើលថាតើឯណាទៅធ្មប់ក្នុងនោះមានមនុស្សម្នាក់ខ្ញុំមើលមិនច្បាស់ទេត្រូវបានគេចងនៅលើបង្គោលចំកណ្ដាលការចោមព័ទ្ធខ្ញុំទាយថាអ្នកនោះគឺជាធ្មប់ដែលគេកំពុងតែនិយាយនោះហើយបណ្ដាខ្ញុំឮសូរសំឡេងមនុស្សស្រីយំបន្ទាប់មកទៀតអង្វរឲ្យដោះលែងខ្ញុំជ្រៀតពីក្រុមមនុស្សដែលចូលទៅខាងក្នុងភ្លាមព្រោះឆ្ងល់អ្វីដែលខ្ញុំឃើញមុនគេគឺមនុស្សស្រីម្នាក់ដែលមានសក់វែងដល់ត្រឹមជង្គង់ដូចជាមិនដែលកាត់តាំងពីកើតមកបានជាវែងយ៉ាងនេះមានសៀវភៅមួយខ្ញុំបានអានមុនពេលមកដល់ភូមិស្រយ៉ាបគឺមានអ្នកខ្លះនិយមមិនកាត់សក់លុះអស់ជីវិតព្រោះកាត់ទៅអាចនាំឲ្យប្តីស្រីឬគ្រួសារមានជំងឺនេះគឺជាជំនឿរបស់ពួកគេស្ដាប់ទៅហួសចិត្តប៉ុន្តែគឺជាការពិតនិយាយពីនាងសក់វែងម្នាក់នេះវិញត្រូវបានចងព័ទ្ធដៃទៅក្រោយនិងរុំខ្លួនទាំងស្រុងទៅនឹងបង្គោលឈើមួយដោយខ្សែវល្លិមាំមនុស្សទឹកមុខចងអាឃាតនៅព័ទ្ធជុំវិញនាងស្រែកឡើងខ្លាំងពេលឃើញខ្ញុំចូលមកមេធ្មប់ចង្រៃឯងនេះថ្ងៃនេះត្រូវអស់សូន្យសង្ខារហើយឯងមិនអាចសម្លាប់អ្នកណាបានទៀតទេមេចៅដកតងឆៃពវៀនជាបាយមហូបខ្ញុំស្រែកឲ្យពួកគេផ្អាកភ្លាមការប្រតិចខឹងផ្ដាសាគឺជាការហិង្សាដោយពាក្យសម្ដីដូច្នេះខ្ញុំបន្លឺសួរថាមានរឿងអីកើតឡើងខណៈគ្រប់គ្នាលើកថ្មធំឡើងបំរុងប្រើហិង្សាអ្នកខ្លះកាន់កាំបិតនិងអង្រែខ្ញុំជាប៉ូលីសខ្ញុំមិនអាចអនុញ្ញាតឲ្យរឿងទាំងអស់នេះកើតឡើងទេក៏ស្ទុះទៅមុខមនុស្សដែលត្រូវគេចងនោះវាពាំងទាំងតក់ស្លុតតាមពិតឃើញមុខហើយជាស្រីស្អាតម្នាក់កំពុងយំស្លេកស្លាំងអ្នកទាំងអស់គ្នាហេតុអីបានជាចងមនុស្សខុសច្បាប់សម័យអីហើយពួកគេលឺហើយបង្អន់កំហឹងសម្លឹងខ្ញុំពីលើដល់ក្រោមប៉ូលីសដែលមកជាមួយខ្ញុំបានប្រាប់គេថានេះវរៈស្នេហ៍ឯកឥតផលគាត់មកពីខេត្តដើម្បីបង្កើនកិច្ចការពារនៅកន្លែងនេះលោកប៉ូលីសមកដល់ល្អណាស់អ្នកភូមិម្នាក់ស្រែកមកថ្ងៃនេះយើងចាប់បានធ្មប់មួយមិនបាច់លោកហត់ទេសម្ដីរបស់មេភូមិម្នាក់ដែលខ្ញុំស្គាល់ច្បាស់តាមរយៈក្រដាសស្នាមដែលខ្ញុំស្រាវជ្រាវកាលពីនៅខេត្តគាត់ឈ្មោះថាអុកផាន់អ៊ំនេះនៅពីមុខគេក្នុងការកាន់ដំបងប្រុងវាយនារីជាប់បង្គោលខណៈនោះខ្ញុំក្រឡេកទៅអ្នកដទៃទៀតម្ដងម្នាក់ហើយស្រែកឡើងថាជាមនុស្សប្រុសដោះអាវគ្មានសុជីវធម៌នៅមុខមនុស្សស្រីដែលទន់ខ្សោយចាប់គេដាក់ចំណងហើយចង់វាយដំរាងកាយគេទៀតគឺជាអំពើខុសច្បាប់ពួកគេស្លៀកតែក្រមាប៉ុនប៉ងធ្វើអំពើហិង្សាលើនាងលុះឮសម្ដីខ្ញុំបែបនេះក៏ធ្វើមុខចម្លែកងាកមើលគ្នានារីនោះស្រាប់តែយំក៏គ្រូកហើយអង្វរខ្ញុំប៉ូលីសជួយខ្ញុំផង
ខ្ញុំលើការសុំជំនួយកាលណាក៏ងាកចរចានឹងក្រុមមនុស្សបន្ថែមតើប្រុងធ្វើអីចំពោះនាងហើយបើថានាងមានធ្វើអីខុសយើងត្រូវដោះស្រាយយកទៅប៉ុស្តិ៍ប៉ូលីសឬក៏សាលាឃុំវិញពួកគេនាំគ្នាក្រហមដាក់ខ្ញុំចំណែកប៉ូលីសម្នាក់ដែលមកជាមួយខ្ញុំហាក់ដូចជាភ័យស្លុតចោះចាញ់ការគំរាមកំហែងរបស់អ្នកភូមិទៅវិញខ្ញុំកំហុកដាក់គាត់ថាបងសឿនឯងខ្លួនធ្វើជាប៉ូលីសពាក់សាក់លើស្មាឃើញរាជគេធ្វើខុសច្បាប់មិនព្រមនាំគ្នាមកខាត់ខាំងរារាំងបំបែកវងបែរជាចោះចាញ់ការគំរាមកំហែងរបស់ពួកគេប៉ូលីសសម្បល់ខ្មៅម្នាក់នោះគេខំធ្វើត្រឹមត្រូវប៉ុន្តែមិននឹងណូទេចំពោះមុខខ្ញុំទោះបីជាខំប្រឹងងើបមុខសម្លឹងអ្នកភូមិវិញក៏ម្ដងម្កាលលឹបលោវិញជាដដែលដូចជាមានការភ័យខ្លាចខ្ញុំខឹងចិត្តក៏ងាកទៅសម្លឹងមេភូមិហើយស្ដីឲ្យគាត់ម្ដងពូធ្វើមេភូមិដឹងដែរថាការចង់មនុស្សគឺជាអំពើខុសច្បាប់ចំណែកការវាយដំមនុស្សនឹងធ្វើឲ្យយើងជាប់គុកវាគឺជាធ្មប់មិនមែនមនុស្សទេក្មួយប៉ូលីសស្រីម្នាក់ចាស់ជរាបាក់ធ្មេញអស់រលីងនៅសល់តែប្រហែល1គ្រាប់2គ្រាប់ប៉ុណ្ណោះវាទីចេញពីក្នុងចំណោមអ្នកភូមិនិយាយជាមួយខ្ញុំគាត់មកដល់ពីមុខខ្ញុំប្រហែលជា2-3ម៉ែត្រនិងដៀងទៅសម្លក់នារីក្នុងបង្គោលចំណងហើយនិយាយបន្ថែមលឺវានេះចំនួនឪវាសម្រាប់ប្អូនខ្ញុំម្នាក់មកដល់ចំនួនវាសម្រាប់កូនខ្ញុំទៀតខ្ញុំតវ៉ាភ្លាមអ៊ំពួកគាត់ឈឺមែនយើងចេះតែគិតថាជាអាបធ្មប់ធ្វើទេប៉ូលីសប្រយ័ត្នត្រូវវាឆៃពោះវៀនគាត់ឆ្លើយកំហុកមកខ្ញុំវិញទាំងមុខហាក់ដូចជាខឹងសម្បានឹងខ្ញុំខ្លាំងផងដែរខ្ញុំព្យាយាមពន្យល់គាត់តាមសមត្ថកិច្ចរបស់ខ្លួនមីងប្រទេសយើងឥឡូវមានច្បាប់យើងមិនអាចធ្វើអំពើយងខ្នងទៅលើមនុស្សម្នាក់ដែលគ្រាន់តែសង្ស័យថាគេជាធ្មប់នោះទេអ្នកភូមិផ្សេងទៀតស្ទុះចូលមកដោយព្រួតគ្នានិយាយទាំងលើកដៃចង្អុលខ្លះទៅច្របាច់កនារីនៅលើបង្គោលដោយស្រែកថាវាគឺជាធ្មប់បានសម្លាប់បងប្រុសខ្ញុំកាលពីឆ្នាំមុនឥឡូវវាបានសម្លាប់អ៊ំខឿននៅក្បែរផ្ទះជើងព្រៃដែរឥឡូវនេះមិនអាចរកបានអ្នកចេះដឹងណាម្នាក់នៅក្នុងចំណោមពួកគេដើម្បីមកឈរខាងខ្ញុំសោះសភាពការនេះប្រសិនបណ្ដោយឈាមអាចហូរមិនឃើញនរណាម្នាក់តូទុនចំហគាំទ្រពាក្យច្បាប់របស់ខ្ញុំក៏បែរមកបញ្ជាកូនចៅសឿនហៅជំនួយមកភ្លាមអញ្ចឹងអ្នកទាំងអស់គ្នាកំពុងតែស្ដាប់រឿងមួយឈ្មោះថាធ្មប់ភូមិដែលប៉ូលីសថ្មីទៅតែចុះពីខេត្តទៅដល់ភូមិសយ៉ាបដែលជាភូមិដាច់ស្រយាលហ្នឹងគឺគាត់ឈ្មោះថាអិតផលអញ្ចឹងផលកំពុងនៅក្នុងចំណោមមនុស្សមួយក្រុមដែលខឹងសម្បាយ៉ាងខ្លាំងស្ដាប់ទៅដូចជាពួកគេសុទ្ធតែធ្លាប់ជាអ្នករងគ្រោះនៅក្នុងគ្រួសារពួកគេមានម្នាក់ត្រូវបានស្លាប់ឬក៏2នាក់ស្លាប់អញ្ចឹងហើយគេចោទថាគឺជាស្នាដៃរបស់មនុស្សស្រីដែលត្រូវបានចងជាប់ចំណងនៅលើបង្គោលចំណងនៅលើបង្គោលព្រោះគាត់ដឹងថាយើងមានកម្លាំងច្រើនប៉ុន្តែនៅពេលដែលគាត់សម្លឹងអ្នកភូមិរេចុះឡើងចុះគិតគ្នាចុះឡើងខ្ញុំក៏និយាយបន្ថែមទៅកាន់គាត់ថាអ៊ំជាប្រធានភូមិគេរៀនសូត្រចេះដឹងអ៊ំគួរតែជួយប្រដៅអ្នកស្រុកផងដែលគេមិនយល់អំពីច្បាប់ចងមនុស្សខុសច្បាប់ធ្ងន់ជាបទព្រហ្មទណ្ឌអ៊ំត្រូវខាត់ខាំងពួកគេមិនមែនមកខົບខិតជាមួយគេធ្វើអំពើបែបនេះទៅលើមនុស្សស្រីទុនខ្សោយនោះទេពេលនោះនាងធ្មប់ដែលត្រូវបានគេចោទស្រាប់តែស្រែកទ្រហោយំបង្ហាញមុខប្រឡាក់ទៅដោយធូលីនិងទឹកភ្នែកជោកថ្ពាល់នាងបានយំសស្រាក់អង្វរខ្ញុំថាជួយខ្ញុំផងខ្ញុំនិយាយឡើងថាគ្មានអ្នកណាធ្វើអីនាងបានទេខ្ញុំនៅទីនេះហើយស្រាប់តែអ៊ំមេភូមិស្ទុះមុខភ្លាមឲ្យគាត់ពោលពាក្យជាច្រើនគំរាមខ្ញុំលោកក្មួយប៉ូលីសមិនអាចជួយវាបានទេនោះបើប៉ូលីសមិនចង់ស្លាប់ខ្លួនពេលនោះខ្ញុំបានសម្លឹងគាត់ដោយបើកភ្នែកធំឮពាក្យប្រមាននេះតែមិនដាច់ចិត្តស្រែកដាក់គាត់ក៏ខ្ញុំអត់ធ្មត់ដោយងាកទៅរកអ្នកផ្សេងទៀតសភាពពួកគេសុទ្ធតែមានអាកប្បកិរិយាគាំទ្រមេភូមិទៅហើយគ្រប់គ្នាឈរនៅពីក្រោយមេភូមិទាំងអស់គ្នាគ្មានអ្នកណាព្រមស្ដាប់អាក្រក់ល្អសខ្មៅនោះទេទីបំផុតខ្ញុំមានតែម្នាក់ឯងនៅកន្លែងនេះខ្ញុំងក់ក្បាលខឹងហើយចាប់ផ្ដើមនិយាយបើចង់ល្មើសច្បាប់ខ្ញុំនឹងចេញមុខរារាំងមិនយូរទេកម្លាំងបន្ទាន់របស់ក្រុមការងារបានមកដល់ពួកគេក៏បាននាំប៉ូលីស8នាក់មកទៀតខ្ញុំចេញបញ្ជាភ្លាមថាជួយស្រាយនារីនេះយកទៅកាន់ការិយាល័យប៉ូលីសគឺជាការិយាល័យដែលខ្ញុំទើបតែចូលធ្វើការថ្ងៃដំបូងពេលនោះប្រលប់ហើយខ្ញុំក៏បាននិយាយនឹងនាងថាឲ្យនាងចាប់ផ្ដើមអង្គុយសម្រាកចប់ម៉ោងការងារខ្ញុំនឹងនាំនាងត្រឡប់ទៅផ្ទះនាងវិញរឿងពិតគឺប៉ូលីសទាំងអស់បានបដិសេធគ្មានអ្នកណាព្រមទៅជាមួយយើងទេម្ល៉េះហើយខ្ញុំម្នាក់ឯងដប់នាងទៅខ្ញុំជិះឆ្វែលទៅឆ្ងាយតាមនាងប្រាប់តាមផ្លូវនាងយំសសិទ្ធមិននិយាយមិនស្ដីខ្ញុំក៏អៀនស្រីក្រមុំមិនមានពាក្យអ្វីនិយាយដូចគ្នាតែចិត្តខ្ញុំវិញមិនដែលគិតអាក្រក់លើនាងឬគិតថាខ្លាចនាងធ្វើអាក្រក់អ្វីលើខ្ញុំ
ប៉ុនកំតិចល្អងណានោះទេមកដល់ក្បែរជើងបណ្ដុំព្រៃនាងក៏ឲ្យខ្ញុំឈប់ខ្ញុំគួរតែចម្លែកចិត្តជាខ្លាំងដែលខ្ញុំនិយាយថាហេតុអីបានជាមកឈប់នៅក្បែរប្រប់ព្រៃដូច្នេះខ្ញុំអាចជូនទៅដល់ផ្ទះនាងបានដូច្នេះនាងនិយាយថាផ្ទះនាងគឺនៅក្នុងព្រៃខ្ញុំសួរទាំងចម្លែកក្នុងចិត្តថាហេតុអីបានជានាងមានវ័យក្មេងបែបនេះរូបស្អាតបែបនេះជាមនុស្សស្នាក់នៅក្នុងព្រៃនាងបាននិយាយទៀតថាវាគឺជាដីរបស់ជីដូនជីតាដែលដាំដំណាំមកជាច្រើនចំនួនពីមុនគ្រួសារខ្ញុំមានផ្ទះក្នុងភូមិដែរតែត្រូវអ្នកភូមិបណ្ដេញចេញព្រោះចោទថាចេះមន្តអាគមឥឡូវពួកគេចង់ព្រួតគ្នាដណ្ដើមយកដីចំការក្នុងព្រៃនេះទៀតជាពិសេសអ៊ំមេភូមិគាត់មានល្បិចគាត់ចង់បានដីនេះជាខ្លាំងបានជារកវិធីចោទធ្វើយ៉ាងណាឲ្យគ្រួសារខ្ញុំទាំងអស់ទៅជាអាបធ្មប់កាលពី 2-3 ឆ្នាំមុនគេបានសម្លាប់ឪពុកខ្ញុំទៅហើយបានជាម្ដាយខ្ញុំដាក់អន្ទាក់មិនឲ្យអ្នកណាជន់ចូលបានយប់ហើយប៉ូលីសទៅនាំតែជន់អន្ទាក់ព្រោះម្ដាយខ្ញុំបានដាក់សម្រាប់តែដើរបានម្នាក់ឮហើយអាណិតនាងណាសួរវិញថានាងនៅតែពីអ្នកម្ដាយទេអត់ទេខ្ញុំមានប្អូនប្រុសម្នាក់ទៀតមិនដែលស្គាល់អ្នកភូមិទេបើហ៊ានចេញមកលេងនឹងក្មេងៗច្បាស់ជាត្រូវគេចាប់មិនខានថ្ងៃនេះខ្ញុំតច្រកលួចចេញមករកដូរអង្គបានត្រូវគេរកឃើញខ្ញុំជូននាងដាក់ត្រឹមនេះហើយវិលមកផ្ទះវិញទាំងមានអារម្មណ៍ថាចម្លែកនេះគឺជាយប់ដំបូងដែលខ្ញុំគេងនៅក្នុងបន្ទប់រៀបចំក្នុងកូនផ្ទះទៀមមួយក្បែរប៉ុស្តិ៍ប៉ូលីសមានកូនប៉ូលីស2នាក់នៅគេងកំដោះជាមួយដែរប៉ុន្តែពួកគេឃើញនៅផឹកស៊ីខាងក្រៅមិនទាន់សម្រាកស្ងាត់នៅឡើយខ្ញុំដេកបានលក់មួយស្របកដោយសារថាពេញមួយថ្ងៃនេះហត់ពេកស្រាប់តែឮសំឡេងប៉ូលីសខ្សឹបខ្សៀវគ្នាដាស់ដំណេកខ្ញុំថាម្នាក់ស្រីនៅចុងភូមិនឹងប្រហែលជាស៊ីពវៀនមេយើងបាត់ហើយក៏មិនដឹងម្នាក់ទៀតលាន់មាត់ថាឯងកុំនិយាយអញ្ចឹងនាំអញភ័យខ្លាំងឥឡូវនេះវោហើយធ្មប់ត្រូវបានគេចាប់បានហើយដោះវិញវាច្បាស់ជាខ្លាំងជាងមុនហើយកាចជាងមុនម្ដាយអញប្រាប់ពីល្ងាចឮដូច្នេះខ្ញុំហួសចិត្តណាស់ក៏ក្រោកក្រេះដើរចេញមកស្ដីឲ្យពួកគេថាកុំនាំគ្នានិយាយផ្ដេសផ្ដាស់ម្នាក់ស្រីនឹងកំសត់ណាស់ហើយគេចង់បានរឹបអូសលួចដីរបស់គេឯងធ្វើជាប៉ូលីសត្រូវស្គាល់ខុសស្គាល់ត្រូវមនុស្សទុនខ្សោយឯងមើលរូបរាងក៏ដឹងដែរធ្មប់ស្អីមិនដូចគេនិយាយទេពួកគេសម្លឹងខ្ញុំហើយអោនមុខងាកចេញប៉ុន្តែមានម្នាក់ក្នុងចំណោមនោះមិនអស់ចិត្តទេតាមខ្ញុំទៅត្រុកមកព្រមទាំងនិយាយខ្សឹបនឹងខ្ញុំមេខ្ញុំឲ្យអង្គមេមួយក្តាប់អង្គស្អីគេនេះជាអង្គពណ៌ខ្មៅវាដុះមានតែនៅភូមិយើងទេអ្នកភូមិជឿថាគេអាចដាំរបស់នេះដើម្បីការពារពួកធ្មប់មិនឲ្យស៊ីពវៀនយើងខ្ញុំទទួលកញ្ចប់អង្គទាំងហួសចិត្តហើយសោចផងទីបំផុតខ្ញុំភ័ន្តភាំងនៅពេលដែលបើកទៅពិតជាខ្មៅក្រឹបស្មើនឹងអង្គដំណាបខ្មៅដូចនេះដែរប៉ុន្តែមានទ្រង់ទ្រាយផ្សេងគ្នាបន្តិចប៉ូលីសនោះឃើញខ្ញុំទទួលយកហើយក៏រត់ចេញទៅបាត់ចិត្តខ្ញុំចង់បោះវាចោលប៉ុន្តែនឹកឃើញសភាពរបស់កូនប៉ូលីសខ្ញុំក៏នឹកអាណិតការយកចិត្តទុកដាក់របស់គេបារម្ភអំពីខ្ញុំប៉ុន្តែនេះដោយសារភាពល្ងងខ្លៅនិងជំនឿផ្កាប់មុខរបស់គេប៉ុណ្ណោះខ្ញុំបោះកញ្ចប់ទុកចោលលើគ្រែហើយចាប់ផ្ដើមចេញទៅងូតទឹកស្រះខាងក្បូងផ្ទះនេះបង្កើយនៅក្រោមពន្លឺខែសំឡេងប៉ូលីសទាំងពីរលាន់មកល្វើយពីក្រៅខ្នងខ្ញុំមេប្រយ័ត្នផងនៅជាមួយមនុស្សស្រីម្នាក់នៅចុងភូមិនឹងកុំឲ្យគេខ្ចីរបស់មេបានឲ្យសោះបើមិនអញ្ចឹងគេយកមួករបស់មេបានដូចយកបានក្បាលរបស់មេអញ្ចឹងដែរសម្ដីចម្លែកកណ្ដាលយប់នេះខ្ញុំនឹកហួសចិត្តដែរតែខ្ជិលប្រកាន់ខ្ញុំក៏ចេញទៅងូតទឹកនៅពេលដែលខ្ញុំងូតទឹកខ្ញុំមានអារម្មណ៍ឃើញថាដូចជារមាស់ពេញខ្លួនប្លែកមកពីទឹកនេះមិនស្អាតឬមួយក៏ថ្ងៃនេះខ្ញុំបានប៉ះអ្វីមួយមិនស្អាតឬក៏ការចាញ់ទឹកចាញ់ដីដោយសារតែខ្ញុំទៅតែមកដល់ភូមិនេះជាលើកដំបូងភ្លាមនោះខ្ញុំងាកទៅមើលខ្លួនឯងក្នុងទឹកភ្ញាក់ព្រឺនខ្ញុំឃើញមិនមែនខ្ញុំទេមានតែមនុស្សស្រីម្នាក់កំពុងតែពាក់មួកប៉ូលីសរបស់ខ្ញុំសក់វែងដល់ដីខ្ញុំភ្ញាក់ក្រញាងស្រឡាំងកាំងហើយស្ទុះឡើងមកលើច្រាំងវិញមកដល់ប៉ូលីសទាំងពីរបានចាក់ចេញតាណាបាត់មិនដឹងទុកឲ្យខ្ញុំដេកតែម្នាក់ឯងនៅលើកន្លែងដែលពួកគេស៊ីផឹកអំបញ្ញមិញនៅពេលកំពុងតែដេកបានមួយស្របក់ខ្ញុំស្រមៃឃើញថាមានដៃនរណាម្នាក់ត្រដុសពីក្រោយករបស់ខ្ញុំបន្ទាប់មកទៀតខ្ញុំអោនទៅឃើញមាននរណាម្នាក់កំពុងតែខំស្លឹកត្រចៀករបស់ខ្ញុំឡើងចេញឈាមដោយរន្ធត់ខ្ញុំចាប់ច្រាននាងចេញយ៉ាងខ្លាំងឃើញថានាងដួលទៅលើដីសក់នាងវែងត្រឹមជង្គង់ដូចនារីម្នាក់ដែលខ្ញុំបានឃើញនៅលើដើមឈើដែលគេចងនាងកាលពីថ្ងៃអញ្ចឹងដែរខ្ញុំស្រែកលឺរហូតភ្ញាក់បះដៃបះជើងតាមពិតទៅទាំងប៉ូលីសទាំងពីរដេកស្រវឹងនៅខាងក្រៅស្ទុះចូលមកចំណែកខ្ញុំដេកនៅក្នុងបន្ទប់តាំងពីពេលណាក៏មិនដឹងកាលដែលខ្ញុំទៅងូតទឹកក្រោមពន្លឺច័ន្ទគឺជាយល់សពដែរឬក៏អ្វីខ្ញុំមិនដឹងទេខ្ញុំចាប់ផ្ដើមក្រោករៀបចំរត់ហាត់ព្រោះម៉ោង 4 ភ្លឺហើយក្រោយមកខ្ញុំចេញទៅធ្វើការទាំងធ្ងន់ក្បាលព្រោះព្រឹកស្រាងណាស់ទៅហើយខ្ញុំជិះកាត់តាមភូមិរកបបរហូបដោយមិនអស់ចិត្តក៏ជិះហួសទៅដល់តំបន់ដែលខ្ញុំបានជូននាងកាលពីល្ងាចនោះសង្ឃឹមថាអាចឃើញផ្ទះនាងប៉ុន្តែមិនបានឃើញអ្វីទាំងអស់ខ្ញុំចិញ្ចឹមចិត្តថាថ្ងៃណាមួយខ្ញុំត្រូវបបួលមនុស្សចូលទៅក្នុងព្រៃទៅលេងផ្ទះនាងឲ្យខាងតែបានរកវិធីសមារណកម្មនាងនិងគ្រួសារចូលមកក្នុងភូមិវិញក្មេងម្នាក់រត់កាត់ម៉ូតូខ្ញុំឈប់ទាំងកំហុកប៊ីសដួលម៉ូតូផង
ចំណែកម្ដាយក្មេងដែលមានវ័យកណ្ដាលចេញមកទាញកូនហើយសម្លក់សម្លឹងខ្ញុំទូមានកុំបដ ாய் ក្មេងឲ្យរត់អញ្ចឹងស្ត្រីនោះសម្លក់ខ្ញុំជាប់ដូចជាខឹងសម្បាអ្វីមួយយ៉ាងធ្វើឲ្យខ្ញុំនឹកឃើញឆ្ងល់ជាខ្លាំងគាត់ស្អប់ខ្ញុំរឿងអីខ្ញុំមិនដែលស្គាល់គាត់ផងខ្ញុំជិះទៅមុខបន្តិចក៏ឮសូរស្ត្រីម្នាក់ផ្សេងទៀតស្រែកសួរពីក្នុងផ្ទះខ្ទមតូចរបស់គាត់ថាប៉ូលីសនឹងមែនដែលមកដោះលែងធ្មប់ក្នុងភូមិយើងប្រកាសជាមានអ្នកស្លាប់ទៀតហើយអ្នកភូមិផ្សេងទៀតបន្តទៅតាមពីក្រោយគាត់ខ្ញុំចាប់ផ្ដើមដឹងពីមូលហេតុដែលគ្រប់គ្នាស្អប់ខ្ញុំក៏ឈប់ម៉ូតូហើយបកក្រោយដើរសម្ដៅពួកគេឃើញខ្ញុំដើរមកគ្មានអ្នកណាធ្វើខ្លាចខ្ញុំនោះទេខ្ញុំក៏ចាប់ផ្ដើមអង្គុយលើគ្រែទាំងមិនចាំបាច់មានការអញ្ជើញការងារខ្ញុំគឺត្រូវពន្យល់ពួកគេអំពីច្បាប់អំពីការគោរពសិទ្ធិមនុស្សនិងជំនឿដែលហួសសម័យគ្មានអ្នកណាឆ្លើយតបនឹងខ្ញុំទេអ្នកខ្លះក្រោកចេញអ្នកខ្លះងាកមុខចេញអ្នកខ្លះធ្វើមុខឌឺខ្ញុំស្រាប់តែអ៊ំម្នាក់នៅលើផ្ទះក្អកខុងទំនងជាមនុស្សឈឺគាត់ក៏បាននិយាយមកសម្ដៅខ្ញុំថាក្មួយប៉ូលីសអើយប្រយ័ត្នខ្លួនមែនទែនមិនដឹងថាគាត់មានរូបរាងយ៉ាងម៉េចផងទេដឹងតែថាគាត់ជាមនុស្សប្រុសចំណាស់ទន់ខ្សោយដោយរោគាគាត់និយាយបន្ថែមស្អកថាប៉ូលីសអើយមនុស្សស្រីចុងភូមិម្នាក់ហ្នឹងគឺជាមេធ្មប់ពិតប្រាកដណាស់ប៉ូលីសបានជួបវានិយាយសារសងនឹងវាហើយវាមិនអោយប៉ូលីសបានសុខទេវាច្បាស់ជាទុកពវៀនប៉ូលីសជាចំណៃឆ្ងាញ់របស់វាមិនខានស្អីគេធ្មប់ប៉ុន្តែស៊ីពវៀននេះគឺជារឿងថ្មីដែលខ្ញុំទើបតែឮហើយហួសចិត្តពីមុនខ្មែរយើងមានជំនឿថាធ្មប់ចេះធ្វើអំពើស្បែកក្របីចូលពោះម្ល៉េះហើយពេលនេះគេមើលរឿងភាគថៃច្រើនបានជាចេញក្បួនស៊ីពវៀនមកទៀតខ្ញុំក៏ឆ្លើយឡើងវិញទាំងខែងរែងថាជំរាបសួរអ៊ំឈឺហើយមានទៅពេទ្យទេគាត់ថាមិនអីទេគាត់រៀបចំសែនព្រេននៅថ្ងៃ15កើតនេះគាត់បន្ថែមមកទៀតថាក្មួយប៉ូលីសគិតតែពីអាយុសង្ខារខ្លួនឯងទៅនៅមុខផ្ទះរបស់ខ្ញុំមានដើមស្រងាមួយប៉ូលីសត្រូវឈោងកាច់យកមែករបស់វាខ្លះហើយយកទៅចងនៅមុខបន្ទប់ដេកទៅរៀងរាល់យប់ពីម៉ោង8រហូតដល់ម៉ោង5ព្រឹកគឺជាពេលដែលដើមស្រងានោះអាចការពារប៉ូលីសបានខ្ញុំមិនស្គាល់ដើមស្រងាដែលគាត់ទៅនឹងនិយាយនោះទេតែខ្ញុំនឹកសរសើរទឹកចិត្តគាត់យ៉ាងខ្លាំងអរគុណហើយលោកអ៊ំតែខ្ញុំក៏មិនស្គាល់អ្វីហៅថាដើមស្រងានោះដែរពេលដែលខ្ញុំត្រៀមចេញទៅក្រឡេកឃើញសំណុំមែកឈើស្ងួតមួយដែលត្រូវបានគេចងព្យួរនៅមាត់ជណ្ដើរដែរមានន័យថាគេបានកាច់កូនមែកតូចៗរបស់វាយកមកចងព្យួរនៅមាត់ទ្វារក្បែរជណ្ដើរការពារអាបចំណែកខាងអ្នកដែលត្រូវគេបណ្ដេញទៅនៅក្នុងព្រៃឯកោព្រោះតែត្រូវគេចោទថាអាបធ្មប់បែរជាខំដាក់អន្ទាក់សัตว์ការពារខ្លួនគេវិញដែរគិតទៅមនុស្សយើងទើបតែចាប់អារម្មណ៍ថាលោកនេះចម្លែកខ្លាំងព្រោះតែការមិនព្រមស្ដាប់មិនព្រមនិយាយគ្នាឲ្យដឹងរឿងមានមនុស្សលំបាកច្រើនមកហើយដែលសារតែជំនឿពួកគេដោយមានភាពមានះនិងល្ងិតល្ងងនេះហើយជាគំនិតរបស់អ្នកភូមិខ្ញុំវិលមកដល់ប៉ុស្តិ៍ប៉ូលីសវិញគឺគ្មានអ្វីធ្វើនោះទេនៅទីនេះគ្មានបទល្មើសថែមទាំងគ្មានគ្រោះថ្នាក់ចរាចរណ៍ផងដោយសារតែមិនមាននរណាមានយានយន្តជិះប៉ះគ្នាប៉ុន្តែរឿងមនុស្សស្រីនៅចុងភូមិនោះនៅតែជារឿងដែលធ្វើឲ្យខ្ញុំនៅមិនសុខភ្លាមនោះខ្ញុំបានឮប៉ូលីសម្នាក់រត់មកប្រាប់ខ្ញុំថាមានស្រីម្នាក់រកខ្ញុំនឹកឆ្ងល់ជាខ្លាំងមាននារីណាមករកខ្ញុំដល់កន្លែងនេះដល់ពេលខ្ញុំរត់ចេញទៅក្រៅមើលនោះគឺម្ដាយរបស់ខ្ញុំគាត់មកលេងខ្ញុំប្រហែលជាមានរឿងអ្វីមិនល្អចំពោះខ្ញុំដឹងបានម្ដាយខ្ញុំលិចមុខមកដោយមិនបានខលកូនទៅតែមកធ្វើការនៅទីនេះបានមួយយប់មិនក៏មកមើលកូនឬក៏អីខ្ញុំសួរគាត់ហើយដប់គាត់ឡើងមកបន្ទប់សម្រាកដែលនៅឆ្ងាយប្រមាណជា2គីឡូម៉ែត្រពីកន្លែងធ្វើការម្ដាយនឹកឃើញចង់ដាំបាយទឹកឲ្យកូននេះគឺជាអ្វីដែលគាត់ឆ្លើយខ្ញុំមិនអីទេម៉ែខ្ញុំចេះដាំខ្លួនឯងហើយចុះមានប៉ូលីសផ្សេងនៅជាមួយដែរអត់ទេមានតាម៉ែម៉ែនៅជាមួយកូនបាន 3-4 ថ្ងៃមើលសិនថាតើកូនសុខឬក៏មិនសុខថ្ងៃនោះដែរខ្ញុំបានបរិភោគបាយជាមួយម្ដាយជាធម្មតាលុះពេលប្រឡប់មកដល់ខ្ញុំមិនឃើញប៉ូលីស2នាក់នោះមកដល់ទេមានតែម្ដាយកំពុងរៀបចំបាយឲ្យខ្ញុំដូច្នេះខ្ញុំក៏រត់លើកក្រមាយកទៅងូតទឹកស្រះខាងក្រោយទៅដល់ខ្ញុំបានឃើញអ៊ំចាស់ម្នាក់អង្គុយរង់ចាំខ្ញុំជាស្រេចខ្ញុំក៏សួរថាតើអ៊ំមកងូតទឹកដែរឬក៏មកដងទឹកចាំខ្ញុំជួយគាត់ប្រាប់ថាទេខ្ញុំមកចាំប៉ូលីសឯងហេតុអីបានជាអ៊ំមកចាំខ្ញុំជាមនុស្សដែលនិយាយជាមួយប៉ូលីសឯងនៅផ្ទះដើមស្រងាកាលពីព្រឹកមិញអូអ៊ំជាពីជំងឺក្អកហើយឬក៏អីបាទខ្ញុំសែនព្រេនរួចហើយក៏ជាភ្លាមអូខ្ញុំនៅស្ងៀមមិនហ៊ាននិយាយអ្វីទេបានគាត់ជាខ្ញុំប៉ុន្តែជំនឿរបស់គាត់គឺជារឿងហួសហេតុណាស់សម្រាប់ខ្ញុំហេតុអីបានជាអ៊ំមករកខ្ញុំនៅទីនេះមានការអីទៅខ្ញុំបារម្ភពីក្មួយប៉ូលីសខ្ញុំខ្លាចប៉ូលីសត្រូវនាងស៊ីពូវៀនទៀតខ្ញុំស្ដាយប៉ូលីសដែលជាមនុស្សល្អខ្ញុំលឺហើយភាំងខ្ញុំហួសចិត្តសាច់ខឹកហើយអង្គុយក្បែរគាត់ស្និទ្ធស្នាលអ៊ំអើយអ៊ំគួរឈប់ជឿទៅរឿងអស់ហ្នឹងរឿងនារីម្នាក់នោះគ្នាទុនខ្សោយហើយមេភូមិតាមពិតទៅចង់បានដីចំការក្នុងព្រៃរបស់គ្នាទៀតអ៊ំត្រូវអាណិតគាត់អ៊ំនោះនិយាយស្ដីនឹងចរចាក្មួយខ្ញុំរស់នៅនេះយូរហើយខ្ញុំមិនដែលដឹងពីគ្រួសារមានដីជាប់ក្នុងព្រៃ
ឬក៏ត្រូវគេរឹបអូសដីស៊ីទេបើប៉ូលីសជឿខ្ញុំដែលជាអ្នកភូមិឬក៏ជឿលើមនុស្សស្រីដែលគ្រប់គ្នាខ្លាចនឹងខ្ញុំអោនមុខគិតហើយនៅស្ងៀមមិនឆ្លើយគាត់ថាទៀតដូច្នេះខ្ញុំសូមប្រាប់ប៉ូលីសរឿងពិតមួយមនុស្សស្រីនៅចុងភូមិនោះគឺជាអំបូរខ្មោចព្រាយបិសាចចេះធ្មប់ជ្រៅជ្រះតាំងពីបុរាណណាចាមកបង្ហាញខ្លួនតែនៅពេលដែលវាចង់សម្លាប់មនុស្សហើយជាទូទៅក្នុងមួយឆ្នាំវាត្រូវសម្លាប់មនុស្សយ៉ាងហោចណាស់បន្តមុនអាគមគេថាវាច្រើនអ្នកវាអាចប្រើវិធីជាច្រើនអាចប្រែទៅជារូបរាងផ្សេងផងបើសិនជាវារៀនដល់ចំណុចកំពូលនៃមុនអាគមនៅក្នុងគ្រួសារនោះវានឹងបន្លំខ្លួនធ្វើជាសមាជិកណាម្នាក់នៅក្នុងគ្រួសាររបស់យើងបានទៀតនេះគឺជាលោកតាខ្ញុំអាចារ្យបានប្រាប់មកគាត់ធ្លាប់ជួបផ្ទាល់ភ្នែកកាលគាត់នៅក្មេងទៅខ្វៀលគោក្នុងស្រែវាបន្លំធ្វើជាម្ដាយគាត់ស្រែកបកដៃហៅគាត់ចង់ស៊ីពវៀនតែគាត់មិនទៅចំណែកគ្នាគាត់ត្រូវស៊ីពវៀនសពខាងស្អុយបានរកឃើញមកដល់ត្រង់នេះអ្នកទាំងអស់គ្នានឹកឃើញត្រឡប់ក្រោយវិញគឺពេលដែលមុនពេលមកងូតទឹកហ្នឹងគឺម៉ាក់របស់ប៉ូលីសយើងបានមកដល់តើម៉ាក់របស់គាត់ហ្នឹងមកដល់ហ្នឹងចម្លែកពេកឬក៏អត់ហើយឥឡូវនេះយើងទាំងអស់គ្នាកំពុងស្ដាប់រឿងមួយឈ្មោះថាធ្មប់ភូមិហើយរឿងតាក់ទងជាមួយនារីម្នាក់ដែលប៉ូលីសឥតផលបានមកដល់ភ្លាមឃើញគេចោទប្រកាន់នាងចាំមើលសាច់រឿងជាបន្តទៀតយ៉ាងណាដែរខ្ញុំងឿងឆ្ងល់នៅពេលដែលគាត់និយាយអំពីសពហើមរលួយបានរកឃើញហើយបាត់ពវៀនខ្ញុំចាប់ផ្ដើមមានអារម្មណ៍មិនស្រួលស្រាវស្រាញក្នុងខ្លួនអ៊ំនេះមានការអត់ធ្មត់ពន្យល់ខ្ញុំណាចង់ថាបដិសេធសម្ដីគាត់ក៏មិនដាច់ចិត្តទាំងស្រុងនោះដែរភ្លាមនោះគាត់ក៏ឲ្យសំណុំមេឃស្រងាមួយមកខ្ញុំហើយនិយាយថាប៉ូលីសយករបស់នេះចងនៅមាត់ទ្វារបន្ទប់បើសិនជាមានការសង្ស័យសូមរកម្សៅអង្ករពណ៌ខ្មៅដែលអ្នកភូមិមានគ្រប់ផ្ទះឲ្យកូនប៉ូលីសបាចជុំវិញគ្រែឲ្យក្មួយទៅចុះបើមានច្រើនយកទៅបាច់ជុំផ្ទះទៅដូច្នេះការពារវាមិនអាចចូលមកធ្វើទុកយើងបាននោះទេខ្ញុំនឹកឃើញដល់កូនប៉ូលីសដែលបានឲ្យខ្ញុំមួយកញ្ចប់ម្សិលមិញខ្ញុំក៏បានជម្រាបគាត់វិញថាអរគុណអ៊ំណាស់ខ្ញុំមានហើយកូនចៅខ្ញុំបានឲ្យខ្ញុំដែរកាលពីម្សិលមិញចាំខ្ញុំធ្វើតាមអ៊ំប្រាប់ងូតទឹកហើយកាលណាខ្ញុំក៏ត្រឡប់មកផ្ទះកំពុងតែដើរដោយអារម្មណ៍មិនស្ងប់ក្រឡេកមើលពីចម្ងាយខ្ញុំឃើញម្ដាយខ្ញុំកំពុងតែអោនធ្វើអ្វីមួយចម្លែកសម្លឹងពីក្រោយគឺជាម្ដាយខ្ញុំបេះបិទប៉ុន្តែកាយវិការដូចជាមិនមែនគាត់ខ្ញុំនឹកឃើញភ្លាមដល់សម្ដីអ៊ំនោះភ្លាមនោះខ្ញុំក៏ទទួលបានទូរស័ព្ទមួយខ្ញុំលើកឡើងនិយាយអាឡូកូនទៅដល់ស្រុកនោះយ៉ាងម៉េចដែរកូននៅជាមួយអ្នកណាខ្លះខ្ញុំភាំងព្រោះជាសម្លេងម្ដាយខ្ញុំចំណែកនៅពីមុខខ្ញុំម្ដាយខ្ញុំកំពុងអោនធ្វើបាយម្ហូបតើម្ដាយខ្ញុំមានប៉ុន្មានអ្នកទៅទូរស័ព្ទខ្ញុំក៏ដាច់សេវាប័ត្រព្រោះវាអស់ថ្មទៅហើយខ្ញុំងើបមុខដោយភ័យខ្លាំងស្ត្រីម្នាក់នៅក្នុងផ្ទះវិញជាអ្នកណាបើម្ដាយខ្ញុំទៅតែខលមកនឹងភ្លាមនោះខ្ញុំនឹកឃើញភ្លាមដល់បាច់ស្រងាលើច្រាំងដែលអ៊ំខំកាត់យកមកឲ្យរៀបរឹកស្រួលបួលហើយខ្ញុំបានតាំងចិត្តដើរចូលទៅក្នុងផ្ទះធ្វើដូចមិនដឹងរឿងម្ដាយខ្ញុំងាកមកគាត់និយាយប្រាប់ថាហូបបាយនៅលើតុទៅកូនម្ដាយធ្វើអីបន្តិចតែអាហារលើតុអីវ៉ាន់ម្ហូបទាំងអស់នេះម្ដេចបានមិនដូចអ្វីដែលម្ដាយខ្ញុំធ្លាប់ធ្វើខ្ញុំចាប់ផ្ដើមរកអបាយកលដើម្បីបញ្ឆោតគាត់ដោយងាកឆ្វេងស្ដាំរកមើលទៅក្រៅនៅតែមិនឃើញមានប៉ូលីសណាម្នាក់មកសោះភ្លាមនោះខ្ញុំឃើញអាយកូនមួយដួលនៅក្រោមតុប៉ូលីសដែលពីរអ្នកនោះអង្គុយជុំផឹកកាលពីម្សិលម៉ែមានឃើញកូនចៅខ្ញុំមកទេមកប៉ុន្តែម៉ែបានប្រើឲ្យទៅទិញអីវ៉ាន់ច្បាស់ហើយថាពួកគេគ្រោះថ្នាក់ដោយសារខ្ញុំម៉ែនេះអាចជាពួកធ្មប់ខ្លាំងខ្លួននេះជាអ្វីដែលខ្ញុំចាប់ផ្ដើមប្រាប់ខ្លួនឯងទាំងបែកញើសសស្រាក់ទាំងដែលខ្ញុំមិនធ្លាប់គិតពីមុនមកដោយពង្រឹងស្មារតីខ្ញុំចាប់ផ្ដើមបោកបញ្ឆោតគាត់អត់ស្រួលខ្លួនសោះម៉ែទៅយកទឹកស័ក្តិសិទ្ធិមកស្រោចឲ្យខ្ញុំបានទេម៉ែទឹកស័ក្តិសិទ្ធិណាកូនម៉ែស្រោចរាល់ដងនោះអូម៉ែដឹងហើយតាមពិតខ្ញុំមិនដែលធ្វើទេម៉ែម្នាក់នេះបែកខ្លួនកាន់ក្អមដើររយទៅរកស្រះឆ្លៀតពេលដែលគាត់ចេញទៅក្រៅខ្ញុំស្ទុះភ្លាមរាវរកកញ្ចប់ម្សៅស្រូវពណ៌ខ្មៅដែលប៉ូលីសបានឲ្យខ្ញុំម្សិលមិញភ្លាមនោះនៅពីក្រោមគ្រែខ្ញុំឃើញជើងពីរលានចេញមកមិនបាច់ឆ្ងល់ទេខ្ញុំគិតថាប៉ូលីសទាំងពីរត្រូវមកដេកដួលទៅហើយអារម្មណ៍ខ្ញុំភ័យទន់ជើងដួលអុកគូតក្បែរនោះតែខ្ញុំជាប៉ូលីសមានស្មារតីរឹងជាងគេឯងធម្មតាខ្ញុំជាបន្តនោះក្រោកឡើងលើគ្រែព្រោះមិនដឹងធ្វើម៉េចទេពីបង្អួចម៉ែខ្ញុំបានទូលក្អមត្រឡប់មកវិញទៅហើយខ្ញុំស្ទុះយកម្សៅបាច់រយជុំវិញគ្រែគាត់ចូលមកដល់ខ្ញុំលឿនស្លេវស្រាប់តែទប់ខ្លួនដំអក់នៅចម្ងាយប្រមាណជា1ម៉ែត្រពីគ្រែច្រមុះគាត់រេចុះឡើងដូចជាកំពុងស្រង់ក្លិនអ្វីម្យ៉ាងហាក់ភ័យខ្លាចខ្ញុំយល់ហើយខ្ញុំស្រែកលោឡាម្ដាយជាអ្នកណាម៉ែជាខ្មោចមែនទេខ្ញុំស្រែកខ្លាំងដូចនេះនៅពេលដែលគាត់នៅទីទើឆ្លេឆ្លាហើយកែវភ្នែករបស់គាត់វិលចុះឡើងដូចជាមិនមែនម្ដាយខ្ញុំចាប់ផ្ដើមស្រែកលឺសំដៅឲ្យអ្នកផ្សេងទៀតលឺអ្នកឯងមិនមែនម្ដាយខ្ញុំទេអ្នកឯងគឺជាស្រីនៅចុងភូមិនោះមែនទេម្ដាយខ្ញុំនៅខំដោយកំហឹងខ្លាំងភ្នែកក្រហមឡើងខ្ញុំលើកបាច់ស្រងានោះពីក្រោយខ្នងមកបង្ហាញគាត់ដៃគាត់ញ័រហើយលានក្រចកវែងសស្ងាច់ចេញមក
ឥឡូវខ្ញុំជឿហើយថាក្រចកនេះនឹងអាចវះពោះខ្ញុំបានមិនចាញ់មុខកំបិតឡើយមិនបងអង្គខ្ញុំដកមេឃមួយគប់ទៅកាន់ម្ដាយខ្ញុំគាត់ស្រែកវ៉ាស់ខ្លាចខ្លួនទៅជាមនុស្សស្រីដ៏ស្អាតដែលខ្ញុំបានជួបនៅឯបង្គោលនៅចុងភូមិស្នូមនុស្សជាច្រើនរត់ចូលមកដល់ពួកគេបាច់អង្គខ្មៅទៅលើនាងស្រែករោយ៉ាងឈឺចាប់ខ្លាចទៅជាមនុស្សដែលមានមុខមាត់ដូចជាយាយចាស់បានរស់នៅរាប់ពាន់ឆ្នាំមកហើយគឺជរាអាក្រក់អាក្រៃថ្មប់ដួលរេលទៅលើដីស្រែកលោឡាយ៉ាងខ្លាំងធ្វើឲ្យខ្ញុំស្រែកខ្លាំងៗតាមដែរដោយក្តីតក់ស្លុតនេះគឺជាលើកដំបូងដែលខ្ញុំបានឃើញរឿងអស់ទាំងនេះវាឈួតបំផុតហើយភ្លាមនោះខ្ញុំឃើញមានភ្លើងភ្លឹបភ្លែតជាច្រើននៅខាងក្រៅផ្ទះមនុស្សជាច្រើនបានរត់ចូលមកដល់ហើយពួកគេប្រដាប់ទៅដោយកាំបិតជាប់នឹងភ្លើងគប់អ្នកខ្លះទៀតគេគ្រាយកខ្ញុំចេញអ្នកខ្លះទៀតចាប់ផ្ដើមដុតផ្ទះនោះចោលខ្ញុំបានស្រែកប្រាប់ពួកគេថាខ្ញុំឃើញសាកសពនៅក្រោមគ្រែពួកគេប្រាប់ថាហួសពេលនឹងជួយហើយប៉ូលីស2នាក់នោះត្រូវម្នាក់នាងសម្លាប់ម្នាក់ទៀតរត់រួចរត់ទៅកែអ្នកស្រុកមកដោយសារតែលោកប៉ូលីសដែលជាមេមិនព្រមស្ដាប់ពួកយើងប៉ូលីសម្នាក់នោះត្រូវបានគេសម្លាប់ម្នាក់ទៀតរត់ទៅហៅអ្នកភូមិដូច្នេះហើយបានជាខ្ញុំអាចរួចរស់ជីវិតបានចំណែកធ្មប់បានស្រែកយំខ្ទរខ្ទាអង្វរចុះឡើងនៅក្នុងគំនរភ្លើងប៉ុន្តែចុងក្រោយទៅពួកគេបានសម្លាប់នាងបានសម្រេចខ្លាចជាភេទតមកខ្ញុំដឹងថាមនុស្សស្រីចុងភូមិគឺជារឿងដំណាលតាំងពីយូរណាស់មកហើយអ្នកទាំងឡាយតែងតែលើឪពុកម្ដាយគេប្រាប់ថាមានមនុស្សស្រីស្អាតម្នាក់រស់នៅចុងភូមិមានផ្ទះក្នុងព្រៃប៉ុន្តែពួកគេមិនដែលឃើញឬក៏ជួបផ្ទាល់ទេតែរៀងរាល់ឆ្នាំមានមនុស្សម្នាក់ស្លាប់ដោយសារមនុស្សស្រីនៅចុងភូមិនោះពិសេសប្រុសកំឡោះនេះគឺជារឿងមួយមានចំណងជើងថាធ្មប់ភូមិហើយនៅក្នុង maisonsotiri.com គឺយើងខ្ញុំបានទទួលរឿងបែបនេះច្រើនពីអ្នកនិពន្ធវ័យក្មេងថ្មីអ្នកខ្លះហាត់ការជាមួយក្រុម MST Story9 អ្នកខ្លះហាត់ការជាមួយក្រុម MST Writer ហើយទោះបីយ៉ាងណាបែបបទនៃការពណ៌នារបស់ពួកគេមានលក្ខណៈខុសគ្នាពីអ្នកនិពន្ធម្នាក់ទៅអ្នកនិពន្ធម្នាក់តែអ្នកទាំងអស់គ្នាយល់យ៉ាងណាសម្រាប់ការដំណើររបស់អ្នកនិពន្ធជើងរូបនេះហើយកុំភ្លេចចូលរួម comment នៅខាងក្រោមដើម្បីលើកទឹកចិត្តអ្នកនិពន្ធផងសូមអរគុណច្រើន